được sự បាទខ្ញុំបាទឈ្មោះលីវណ្ណាជាធានរដ្ឋបាលក៏ដូចជាគ្រប់គ្រងធនធានមនុស្សហើយក៏ដូចជាគ្រប់គ្រងទៅលើបច្ចេកការដាំដុះនិរន្តរភាពជាមានដាំម៉ូនដាំអ្វីផ្សេងទៀតគឺអង្គការយើងបង្កើតដោយជនជាតិជប៉ុនលោក Morimoto Kikuo ដែលបង្កើតនៅឆ្នាំ1996នៅសៀមរាបបន្ទាប់មកយើងក៏បរិយាទីតាំងដើម្បីដាំដុះជាអាកាថានិរន្តរភាពហ្នឹងគឺនៅភូមិជប់សំឃុំពាក់ស្នែងស្រុងគោធំខេត្តសៀមរាបហ្នឹងបានបង្កើតនៅក្នុងឆ្នាំ2002បង្កើតជាភូមិឡើងដូចជាយើងដូចជាមានជាជនឬក៏ដែលនៅជុំវិញហ្នឹងគឺមកត្បាញឬក៏យើងឲ្យថាបង្កើតការងារឲ្យប្រជាជនជាស្ត្រីភាគច្រើនគឺស្ត្រី90%នៃអង្គការយើងទាំងមូល